សួស្តីទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំបង្ហាញអំពីគ្រប់management នៅក្នុង management ហើយនិង permission នៅក្នុង Ubuntu server ដែលវីដេអូមុនយើងបានសិក្សាហើយអំពី user management អញ្ចឹងតើតើក្នុងវីដេអូនេះយើងនឹងនិយាយអំពីការគ្រប់វិញគ្រប់ហើយនិង permission តើតើចំណុចទី1ចំណុចទី1នេះដែរ create គ្រប់ developer UI អញ្ចឹងទៅហើយទី2យើង delete វិញទី3យើង create វាមកវិញហើយ show release ហើយទី4យើង create file ទី5យើង list as long text តមកទៀតយើង change file permission to 755 for text list and group development តើតើនេះ.l.s l.l ចឹងខ្ញុំមានហើយខ្ញុំចង់ទៅវិញrm.or យើងមានដូចជា ux rm.or នេះ comment សម្រាប់លុប develop rm.or អូខេយើង ls.l សោប៉ុណ្ណឹងតបមកយើងត្រូវយើងសូម sudo sudo group add group add អត់ទេcat /etc/group នេះយើងមានចំពោះយើងនេះយើងមានហើយយើងត្រូវយើង comment សម្រាប់ delete វាវិញអញ្ចឹងតែអានេះវាជាប់ទៅនឹងចំណុចទី2អញ្ចឹងធ្វើការ delete ឲ្យហើយក៏បានដែរdelete group gel យើងដាក់ developer និយាយទៅបែប developer ភាសាដាក់new obs អត់ដើរយើងដាក់ permission តែមកដាក់ new obs new obs មួយទៀតux ចឹងខ្ញុំធ្វើការclear មួយទៀតហើយ sudo group add តង់ទៀតdeveloper sudo group add ux /underscore ui sudo new obs យើងចង់សូយើងមិនតន់សូអញ្ចឹងទី2នេះគេឲ្យយើង delete គ្រប់developer ឲ្យសូវិញអញ្ចឹងយើងមិញយើងមានហើយតែយើងត្រូវចូលការអូខេgroup del developer cat /etc group អញ្ចឹងបាត់ហើយគ្នាតែអញ្ចឹងយើង create វាមកវិញ sudo group add developer lsយើងគេឲ្យ cat យើងបានវិញ developer មកវិញហើយបន្ទាប់មក create ហើយយើងចូល list ហើយជាមួយនឹងបន្តមកទៀតទី4 create file developer អញ្ចឹង create file developer អញ្ចឹង file គឺខ្ញុំប្រើ touch developer touch ux/underscore ui /process .gt ទី3យើងបង្កើត new ops ទៅយើង ls.l អញ្ចឹងតើតទៅនឹង rw ចំពោះកន្លែងនេះ rw តើតទៅតែDនេះ slash root របស់គាត់ new out ខ្ញុំ assign ហើយទៅដល់ assign យ៉ាងណាទៅបន្តមកទៀតយើងកាត់យើង change ជីទាំងអស់ឲ្យ
យើងអាច755ចំពោះទី6 change file permission to 755ចំពោះ sudo ch mod 755ក៏បានឬក៏យើងឆ្មាទី1x ឆ្មាទី1អញ្ចឹងយើងមានពងលេខ7ប្រហែល u or w x អញ្ចឹងវាឆ្មាទៅនឹងor w x ឆ្មាលេខ7ហើយ g ឆ្មា or x or ដែល or x or yes or លេខ4 x លេខ5ហើយដល់មក o ឆ្មា or x ទៀតអស់ហើយដាក់ឈ្មោះមានដាក់កាយ .tt អញ្ចឹងរាល់ file tt ទាំងអស់វានឹងចូលហ្នឹងអញ្ចឹងនេះបានមេដើរ txt នេះដើរអូខេហើយចំពោះទី6សូហើយយ៉ាងទី8យើងគ្រប់ add UI cannot access deal out គ្រប់ UI cannot access អញ្ចឹងយើងមិញខ្ញុំដាក់វាមាន deal out ហើយខ្ញុំដាក់ខាងម្ដងទៀត type ខ្ញុំកាត់ folder មួយណា mkdir test តមកខ្ញុំដាក់ ls.l ចឹងអានេះ test នេះវាចូលមកតមកទៀតសម្រាប់នេះអ្នក sudo chgrp អ្នក deal test ហើយ test deal test deal out grp deal ហ្នឹង deal omp omps តែអូខេតមកទៀតយើង clean file របស់ឆែកមើលថាយើង access ចូលអត់អញ្ចឹងដាក់ sudo .u user យើងអញ្ចឹងបើយើងដាក់sudo /etc/pass pw sudo /etc/pass pw password sudo command not found passwd or ច្រឡំcat /etc/pwd ជាងមានចនខ្ញុំយក user ចនមក set sudo .u .john .john ហើយដាក់ test យើងដាក់ sudo chmod 750នេះសិនហើយយើងដាក់ទៅកាន់ test របស់យើងបន្តមកទៀតយើងធ្វើការ move sudo mv ឈប់ ls.l sudo mv developer text dv/ops/process យើង move ទៅក្នុង test អូខេតោះយើងដាក់ sudo .u របស់ user John ហើយដាក់ux test sudo John មិនចឹងអត់អាច permission បានតែមានតែ